ជំរាបសួរបងប្អូនពុំមីងយាយតាទាំងអស់គ្នាមកធ្វើម្ហូបជាមួយនាងខ្ញុំបងប្អូនពុំមីងខ្ញុំឆាត្រប់ជាមួយសាច់ជ្រូកបងប្អូនហើយគ្រឿងរបស់ខ្ញុំមានដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសអីចឹងទៅបងប្អូនហើយនឹងស្លឹកខ្ទឹមហើយយើងឆាខ្ទឹមឲ្យឈ្ងុយហើយយើងចាក់សាច់ជ្រូកចូលទៅបងប្អូនឆាសាច់ជ្រូកឲ្យឈ្ងុយបងប្អូនឆាឲ្យវាឆ្អិនសិនណាឆាវាឆ្អិនហើយចាំដាក់គ្រឿងបងប្អូនពូមីងឆាចុះឆាឡើងទៅឲ្យសាច់យើងបានឆ្អិនហើយគ្រឿងមានម្សៅស៊ុបខ្នុរទឹកត្រីប្រេងខ្យងណាបងប្អូនយើងដាក់ចូលគ្នាមកទៅហើយចាក់ចូលទៅបងប្អូនវាស្រួលឆាចុះឆាឡើងឲ្យចូលជាតិអីចឹងទៅបងប្អូនមានខ្ទឹមក្រហមដាក់ទៅខ្ញុំឆាត្រប់គឺខ្ញុំដាក់ហើយខ្ទឹមក្រហមដោយសារថាខ្ទឹមហុំខ្ញុំចូលចិត្តហើយខ្ទឹមស1មើមដែរបងប្អូនខ្ទឹមនេះហ្នឹងដាក់វាចូលទៅបងប្អូនឈ្ងុយមែនតែនហ្មងឆាឲ្យវាទន់ខ្ទឹមនឹងហើយត្រប់ខ្ញុំដិត2ផ្លែបងប្អូនដាក់វាចូលទៅយើងដិតភ្លាមហើយយើងបកវាឈ្ងុយណាបងប្អូនអើយឈ្ងុយមែនតែនហ្មងហើយគ្រួសារនាងខ្ញុំចូលចិត្តញ៉ាំឆាត្រប់ណាបងប្អូនឆាត្រប់ជាមួយសាច់ជ្រូកគាត់ចូលចិត្តណាបើបានសាច់ជ្រូក3ជាន់នេះកាន់តែឆ្ងាញ់ប៉ុន្តែប្តីក៏អាចចូលចិត្តជាតិខ្លាញ់អញ្ចឹងបងប្អូនហើយចុងក្រោយយើងក៏ដាក់ខ្ទឹមទៅហើយបងប្អូនប៉ុណ្ណឹងហើយស្រេចនិយាយទៅស្រួលងាយទៅឆាត្រប់បងប្អូនប៉ុន្តែឲ្យតែយើងចេះដាក់គ្រឿងអីចឹងដឹងតែឆ្ងាញ់ហ្មង